នេះគឺជាភ្នំសំពៅដែលមានទីតាំងស្ថិតនៅក្នុងស្រុកបាណន់ខេត្តបាត់ដំបងរមណីយដ្ឋានធម្មជាតិនិងប្រវត្តិសាស្ត្រដ៏ល្បីល្បាញមួយនេះមានចម្ងាយ12គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបងភ្នំសំពៅមានកម្ពស់ប្រមាណជា100ម៉ែត្រនិងមានជណ្ដើរឡើងទៅខាងលើកំពូលភ្នំចំនួន1030កាំនៅលើកំពូលភ្នំមានវត្តមួយឈ្មោះវត្តគិរីរម្យនិងមានល្អាងចំនួន12ហើយចំណុចដែលខ្ញុំចូលនេះគឺជាល្អាងប្រជៀវភ្នំសំពៅមិនត្រឹមតែជាតំបន់ប្រវត្តិសាស្ត្រដ៏ល្បីល្បាញប៉ុណ្ណោះទេនាពេលបច្ចុប្បន្នភ្នំសំពៅគឺជាតំបន់ទេសចរណ៍ដ៏សម្បូរបែបទាក់ទាញទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាជារៀងរាល់ថ្ងៃយ៉ាងច្រើនកុះករឃើញថានៅខេត្តបាត់ដំបងគឺជាខេត្តមួយដែលមានការរៀបចំតំបន់ទេសចរណ៍ដែលមានភាពទាក់ទាញនឹងច្រើនខ្លាំងមែនទែនបាទចំណុចពិសេសដែលមិនគួររំលងនោះគឺការមកទស្សនានៅសត្វប្រជៀវរាប់លានក្បាលហោះចេញពីរូងភ្នំហើយជារៀងរាល់ថ្ងៃនាពេលល្ងាចបាទឃើញថាការរៀបចំនៅទីនេះគឺមានភាពស្រស់ស្អាតទាក់ទាញមិនថាកន្លែងចតម៉ូតូឡានហើយនិងកន្លែងដែលយើងអាចឡើងទៅមើលនៅទេសភាពនៃផ្នែកខាងលើនេះគឺរឹតតែមានភាពទាក់ទាញខ្លាំងទៅទៀតបាទហើយនៅខាងក្រោមនោះទៀតគឺមានការរៀបចំនៅកន្លែងដែលយើងអាចអង្គុយលេងក្មេងៗអាចរត់លេងបានហើយទីធ្លាក៏ធំទូលាយមើលទៅមានភាពស្រស់ស្អាតទាក់ទាញហើយជាពិសេសនោះគឺសត្វប្រជៀវដែលវាហោះចេញរាប់លានក្បាលមិនចេះអស់សោះបាទនៅពេលដែលខ្ញុំមកនេះគឺម៉ោងប្រហែលជា5កន្លះបាទគឺសត្វប្រជៀវនឹងហោះចេញជាខ្សែមានរូបរាងជាលក្ខណៈវែងដូចជានាគហើយមានលក្ខណៈមូលទៅតាមហ្វូងដែលវាហោះទៅជាមួយគ្នានឹងបាទនៅពេលដែលយើងមកក្នុងសំពៅនៅពេលល្ងាចយើងមើលឃើញសត្វប្រជៀវនឹងហោះតាំងពីចម្ងាយបាទហើយខ្ញុំចូលមកនេះគឺឃើញសត្វប្រជៀវនឹងហោះជាខ្សែផងជាហ្វូងផងហើយជាក់ស្ដែងដូចនៅក្នុងវីដេអូនេះបាទបងប្អូនឃើញរូបភាពនៅក្នុងវីដេអូនេះបាទគឺសត្វប្រជៀវនឹងហោះមិនចេះដាច់ទេបាទរាប់លានក្បាលមិនដឹងច្រើនប៉ុណ្ណាទេបាទអស់ចេញពីរូងភ្នំមិនចេះអស់បាទហើយនៅផ្នែកខាងក្រោមវិញបាទគឺឡានម៉ូតូហើយទាំងអ្នកដើរមកទស្សនានៅទីនេះគឺច្រើនហូរហែបាទមកជារឿយបាទទាំងឡានទាំងម៉ូតូហ្នឹងបាទប៉ុន្តែការរៀបចំនៅទីនេះពិតជាគួរឲ្យសរសើរបាទគាត់រៀបចំបានស្រស់ស្អាតទាំងនៅខាងលើទាំងខាងក្រោមកន្លែងចតឡានក៏ដូចជាកន្លែងដែលយើងអង្គុយសម្រាកនៅខាងក្រោមហ្នឹងគឺស្រឡះធំទូលាយមើលទៅស្រស់ស្អាតមែនទែនបាទគឺមានភាពទាក់ទាញអ្វីដែលពិសេសហ្នឹងគឺរូបចម្លាក់នៅលើផ្ទៃជញ្ជាំងនៃភ្នំបាទទាំងរូបព្រះហើយនិងរូបអប្សរាដែលនៅលើផ្ទៃជញ្ជាំងនេះមើលទៅគឺពិតជាសរសើរស្នាដៃអ្នកដែលគាត់ខិតខំបាទអញ្ចឹងវីដេអូនេះខ្ញុំសូមលើកយកមកប៉ុណ្ណេះហើយនេះគឺជាក្រុមដែលយើងមកជាមួយគ្នាគឺយើងជិះម៉ូតូអាសង់មួយក្រុមមកលេងបាទយូរបានមកម្ដងទេបាទហើយអរគុណច្រើនសម្រាប់ការទស្សនានៅវីដេអូនេះកុំភ្លេចចុច Subscribe ក៏ដូចជាការលើកទឹកចិត្តនៅវីដេអូបន្តទៀតបាទ